ខ្ញុំច្រៀងកាត់ខាន់ស្លាសូមមាត់ខ្ញុំទឹបម្ចាស់ថ្លៃខ្ញុំឲ្យដូចចិត្តខ្ញុំសច្ចាខ្ញុំសូមច្រៀងកាត់ខាន់ស្លាជូនកូនប្រុសស្រីលោកបេបាឲ្យបានដូចចិត្តម៉ែវាចាបងម៉ែវាជួយបំពេកូនលោកបេបាបន្តិចទៅណាចាបងស្រណោះម៉ែធ្នមមើលពីបីតតឹងលើកូនដាក់ក្នុងអង្គរឹងបំពេធ្នមបីពេលលឺកូនយំមើលម៉ែព្រួយម៉ែភ័យម៉ែស្ទុះអើយធ្នមបីលើកកូនបញ្ចុកអើយដោះស្រណោះកាលកូនថ្លៃអើយនៅតូចងាពុកម៉ែតែរក្សាឥតមានត្រកួងតែងតែអោបកូនលើកបញ្ចុកដោះដៃហើយកូននោះកូនអើយគួងទ្រូងម្ដាយយំអើយទោះមានស្រមោចកូនអើយឬក៏សង្អាជ្រុះលើកូនខ្លាចខំម៉ែបោះទៅដីកូនចេញហូបចុកម៉ែគាត់គង់ចំណៃកូនធំម៉ែដឹងក្តីកូនអើយម៉ែឲ្យអោសឹកសាឥឡូវកូនធំថ្លៃអើយកូនតែងខ្លួនដឹងម៉ែពុកតែងតាមមើលដំណើរស្រីស្រស់វ៉ាន់ទីមាសម្ដាយកូនល្អទាំងអស់ឲ្យម៉ែនឹងពុកស្រណោះកូនអើយសំរងអត់គ្មានឆ្កស្រណោះកូនស្រីថ្លៃអើយប្រឡែងនឹងម្ដាយសំណប់ចិត្តម៉ែក្នេងក្នុងគៀងកាយប្រឡែងអោបម្ដាយសុំដៃម៉ែកាយថ្ងៃស្អែកឃ្លាតពីម៉ែហើយកូនអើយសាងគ្រូអសាថ្មីកូនប្រុសស្រីអើយថ្លៃអើយអ្នកចងចាំនេះជាពាក្យបន់ដាំចាំណាកូនស្រី
យអ្នកបានអកដីសុខអស្រីស្រអែមថ្លៃអមុខមកសំណប់ចិត្តម្ដាយស្រីស្រគត់នឹងអមុខថ្លាម៉ែអើយមានប្តីថ្ងៃនេះហើយណាម៉ែកាត់ណាយខាន់ស្លាកូនអើយឲ្យកូនអត់តាមខ្នាតអត់ណា19ណាអត់ដំលឹងកូនមាសងាយអប្រលឹង10ស្លឹង4បាតណាអោណាប្រាក់ត្រារោងប្រាសាទអោមាសងាយម្ដាយអើយកូនអើយកាន់តាមអត់ដំមកសាក់ត្រជុំបាយត្រជាក់ថ្លៃអើយដល់កូនអប្រុសស្រីជាយ៉ងសួងសុកអង សុក ចម្រៀងកាត់ខាន់ស្លាជូនដល់កូនលោកមេបាពិតជានាំមកនៅសេរីសួស្តីជាយមង្គលមែនងបើមែនបានអីជាបន្ទាល់ ជំរាបជូនមួយប្រុសមួយស្រីដែលបានប្រកដែរថាអត្ថន័យនៅក្នុងមង្គលកាត់ខាន់ស្លានេះគឺនៅអង្គមួយទៀតគឺអង្គទី3អង្គទី3នេះគឺចង់ឲ្យមួយប្រុសមួយស្រីបានបម្រើលោកពុកនិងម្ដាយដោយផ្ទាល់ដៃអញ្ចឹងបុរាណណាចារ្យយើងលោកចងក្រងពាក្យថាក្រនេះមិនមែនក្រមាសក្រប្រាក់ក្រទ្រព្យសម្បត្តិអ្វីនោះទេទី1នឹងកម្រកើតទាត់ព្រះត្រាស់បាទទី2គឺកម្រនឹងបានធ្វើបុណ្យដាក់ទានហើយទី3គឺកម្រនឹងបានស្ដាប់ធម៌ទេសនាហើយទី4ទៀតសោតគឺកម្រនឹងមានកូនប្រុសស្រីអាណាបានបម្រើលោកពុកនិងម្ដាយដោយផ្ទាល់ដៃគឺមានគឺកម្រណាស់បាទលោកថាឧទាហរណ៍មួយលោកថាកូន10លោកចាំរស់តែដល់ពេលលោកចាស់ទៅលោកពឹងឃើញក្រត់កូនគេទៅណាអស់បាទគេអស់ទៅនៅសល់តែជើងច្រាត់ពឹងលឹកអញ្ចឹងលោកទាំងថ្ងៃនេះមួយប្រុសមួយស្រីលោកក្រទេថាបានរៀបចំជូនឲ្យមួយមានបម្រើលោកពុកនិងម្ដាយដល់ដៃអញ្ចឹងសូមគោរពជើញដាក់ឆាត់អស់ចោះ